Delta outline group បាទអញ្ចឹង Excel អនុញ្ញាតឲ្យលោកអ្នករៀបចំសង្ខេបសំណុំទិន្នន័យធំដោយបង្កើតផ្អែកជាជួរដេកឬជួរឈរអាចបត់បែននិងអាចពង្រីកបានវាមានមុខងារមានប្រយោជន៍សម្រាប់ធ្វើសញ្ញាកិច្ចការងាយស្រួលអានជាងមុននិងសម្រាប់លក្ខទិន្នន័យដែលមិនចាំបាច់បាទអញ្ចឹងយើងមានទិន្នន័យនេះមួយអញ្ចឹងតើយើងប្រើ outline group ដោយរបៀបណាអញ្ចឹងទី1គឺយើងត្រូវនេះយើងមើលនេះយើងមាន province ចេះមានបាត់ដំបងមានកដាលភ្នំពេញបាត់ដំបងភ្នំពេញកដាលអីចឹងណាឧទាហរណ៍គ្រូយកទៅ3ខេត្តឧទាហរណ៍អញ្ចឹងទី1យើងចង group ដើម្បីងាយស្រួលប្រើប្រាស់នេះត្រូវចេះ sort សិនអញ្ចឹងយើងចូលពាក្យថា delta នេះឲ្យយកពាក្យថា sort អញ្ចឹងបាទ sort ហើយបើយើងចូល sort ក្នុងហ្នឹងយើងរើសមកនេះរើស province អញ្ចឹងរើសកន្លែងនេះ province មកហើយអូខេអញ្ចឹងឃើញកន្លែង province ហ្នឹងវាចាប់តាមអក្សរឈ្មោះ ABC ឡើងទៅអញ្ចឹងមានប៉ុណ្ណឹងអញ្ចឹងយើងមើលទៅយើងមាន3 group ទី1 group ទី2 group ទី3នេះអញ្ចឹងយើងចង់ចេះចង group ហ្នឹងអញ្ចឹងដើម្បីចង group ទី1យើង select លើនេះឧទាហរណ៍ថាកណ្ដាលមានប៉ុណ្ណឹងអញ្ចឹងគ្រូ select កន្លែងលេខ4នេះលេខ4តាមពិត select ក្រោមវាមួយកុំ select ដល់លើទុកឲ្យលើមួយទុកមើលអញ្ចឹងយើង select ត្រឹមលេខ5ចុះក្រោមដល់នេះនេះហើយយកពាក្យថា delta រួចយកពាក្យនេះgroup បាទអញ្ចឹងពេលដែលយើងចុចសញ្ញាលេខដកមួយទៅអញ្ចឹងពេលហ្នឹងវាលាក់ហ្នឹងទៅនៅសល់ខេត្តកណ្ដាលមួយទេឃើញទេអញ្ចឹងដូចគ្នាដូចជាភ្នំពេញចេះអញ្ចឹងយើងកុំ select ដល់លើយើង select ក្រោមភ្នំពេញមួយទុកឲ្យមួយហ្នឹងមើលអញ្ចឹង select លើវាហ្នឹងអូមកដល់ក្រោមហ្នឹងយកពាក្យថា delta យកពាក្យថា group ហ្នឹងមកបាទអញ្ចឹងឃើញមានតែពីរនេះអញ្ចឹងចុចនេះទៅវាឲ្យតែអ្នកខេត្តកណ្ដាលមកវារុញចូលបិទនេះអញ្ចឹងវាសល់តែមួយពីរចេះស្រួលមើលឃើញទេអញ្ចឹងនៅបាត់ដំបងមាន2អញ្ចឹងយើង select ក្រោមវាមួយអញ្ចឹងយើង select តែមួយទេអញ្ចឹង delta យកពាក្យ group អញ្ចឹងយើងឲ្យយើងចុចញ៉ាដកមួយទៀតឃើញវាបើកអស់ទៅអញ្ចឹងបើយើងចុចលេខបូកវាបើកខេត្តហ្នឹងបើចុចក្រោមនេះបើកទី2ញ៉ាដកឡើងវិញឬចុចលេខ2ចេះបើកដល់ទាំងអស់លេខ1ចេះបិទដល់ទាំងអស់នេះយើងស្រួលការគ្រប់គ្រងហ្នឹងអញ្ចឹងហ្នឹងឯងវាហៅថា group អញ្ចឹងដូចគ្នាដែរ add group ស្រួលដែរតែយើង group រួចហើយយើងคลิกលើវានឹងវិញមកបាទនេះselect លើវាវិញមកហើយយកពាក្យថា add group វិញអានេះដូចគ្នាដែរហើយយើងបើកវាហើយយើង select ត្រឹមណាត្រឹមក្រោមវានឹងមកយកពាក្យ add group វិញបាទអញ្ចឹងដូចគ្នាដែរបើកវាហើយយើង select លើកន្លែងត្រឹមក្រោមវានឹងមកយកពាក្យថា add group វិញអញ្ចឹងដោះ group វិញធម្មតាអញ្ចឹងយើងចេះ group ចេះ add group តែឡើយយើងមើលមួយទៀត sum total អញ្ចឹង sum total ប្រើនៅពេលណាអញ្ចឹងគឺយើងបូកម្ដងលឿនអញ្ចឹងពេលយើងបូកម្ដងលឿនអញ្ចឹងយើងត្រូវការ sum total ហើយអញ្ចឹងយើង select លើ table យើងនឹងមកយើងមើលនេះ sum total ណាអញ្ចឹងវាត្រូវការបូកអីគេបូកsum ទៅលើ column sum total អូខេអញ្ចឹងឃើញទេដោយសារយើង select យក ID អញ្ចឹងនាំឲ្យវាបូកគ្រប់អីគេយក ID 1 2 3បូកទាំងអស់អញ្ចឹងណាអញ្ចឹងយើងចូល sub total វិញមកនេះដោយសារកន្លែងរើស x នេះអញ្ចឹងយើងត្រូវរើសអីគេរើស province ព្រោះ province มันមាន group នេះអូខេអញ្ចឹងវាបូកឲ្យ sub total មកនេះមក province វាបូកឲ្យលឿនមកកណ្ដាលកណ្ដាលបូកឲ្យហើយនេះបាត់ឲ្យចុងក្រោយបូកនេះទៅម្ដងណាអញ្ចឹង sub total ហ្នឹងវាបូកឲ្យចំបានលឿននេះហើយវាមាន group auto ឲ្យយើងទៀតចឹងយើងប្រើ sub total មួយមកគ្រប់បាត់លឿនមែនទេវាបើកឲ្យតាមខែទីមួយហើយវាចេញសញ្ញាបូកយើងនេះស្រាប់បាទអូខេអញ្ចឹងយើងចេះមុខងារ delta outline group ហ្នឹងមាន3ហ្នឹងមាន group and group វិញហើយនឹង sub total ចានេះចង់ remove ជាចោលដូចគ្នាដែរយើង select វាទាំងអស់មកតែយកវាទាំងមកយកពាក្យគេ remove បាទ remove ទៀតអស់លីងអញ្ចឹងអានេះយើងអាចលុបវាចោលតាមហ្នឹងទៅបើយើង remove នោះហើយទៅហើយតែអញ្ចឹងមេរៀនយើងសន្មតតែប៉ុណ្ណឹង